នេះគឺជាវីដេអូសម្រាប់អ្នកសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកប្រយោគចំនួន10ដែលតាក់ទងទៅនឹងមុខម្ហូបប្រយោគទី1 I eat fish for breakfast ខ្ញុំញ៉ាំត្រីសម្រាប់អាហារពេលព្រឹកប្រយោគទី2 She eats duck for breakfast នាងញ៉ាំសាច់ទាសម្រាប់អាហារពេលព្រឹកប្រយោគទី3 He eats chicken for breakfast គាត់ញ៉ាំសាច់មាន់សម្រាប់អាហារពេលព្រឹកប្រយោគទី4 I eat pork for lunch ខ្ញុំញ៉ាំសាច់ជ្រូកសម្រាប់អាហារថ្ងៃត្រង់ប្រយោគទី5 He eats beef for lunch គាត់ញ៉ាំសាច់គោសម្រាប់អាហារថ្ងៃត្រង់ប្រយោគទី6 She eats crab for lunch នាងញ៉ាំក្តាមសម្រាប់អាហារថ្ងៃត្រង់ប្រយោគទី7 I eat lobster for dinner ខ្ញុំញ៉ាំបង្កងសម្រាប់អាហារពេលល្ងាចប្រយោគទី8 He eats squid for dinner គាត់ញ៉ាំមឹកសម្រាប់អាហារពេលល្ងាចប្រយោគទី9 She eats sausages for dinner នាងញ៉ាំសាច់ក្រកសម្រាប់អាហារពេលល្ងាចប្រយោគទី10ចុងក្រោយនេះ They eat lamb for dinner ពួកគេញ៉ាំសាច់ចៀមសម្រាប់អាហារពេលល្ងាចជួបគ្នានៅក្នុងវីដេអូបន្ទាប់